ពេលទៅដល់ចតឡានចតអីហើយយើងក៏នាំគ្នាត្មងជួរដើម្បីឡើងទៅលើភ្នំនឹងលេងហើយកន្លែងត្មងជួរគេនេះអើយមនុស្សច្រើនណាស់ត្រូវត្មងជួរវែងយូរមែនតែនប្រហែលជាកន្លះម៉ោងអីបានឡើងជីកត្រកនេះទៅលើភ្នំនឹងតែបើយើងអត់ចង់ជីកត្រកនឹងយើងអាចដើរបានហើយនេះទេសភាពនៅតាមផ្លូវពេលនៅតាមផ្លូវទៅលេងភ្នំនឹងឡានច្រើនស្ទះផ្លូវឡើងរាប់ម៉ោងដូចជិះប្រហែលម៉ោងដូច1ម៉ោងដូច2ម៉ោង3ម៉ោងបានទៅដល់តែឃើញទេសភាពស្អាតអញ្ចឹងអត់សូវអីម៉ានៃចូលចិត្តហើយពេលជិះតាមផ្លូវនេះប្រទះឃើញឡាននេះស្ទើរឡានស្ទើរម៉ូតូហើយលយមែនតែនហើយជិះឡើងអូតូរូតគេបានដែរណាហើយដើមឈើនៅតាមប្រទេសដើមឈើខ្លះវាអង្គួរស្លឹកអស់ហើយអាខ្លះវិញក៏មិនទាន់អង្គួរស្លឹកអស់តែបើអាដើមសាប៉ាំងនេះវិញគឺមិនអង្គួរស្លឹកទេគឺវាពណ៌ខៀវអញ្ចឹងខួបប្រាំងខួបភាសាខួបរដូវហ្មងអានេះពេលយើងជិះតាមផ្លូវអញ្ចឹងទៅឃើញទេសភាពដើមឈើអញ្ចឹងបើទោះស្ទះផ្លូវអីជាក៏អត់នេះដែរព្រោះអីឃើញដើមឈើពណ៌ស្អាតស្អាតទៅឃើញមានពណ៌មាសមានពណ៌ក្រហមអូយស្អាតហ្មងចាំមកគេចូលចិត្តទៅលេងនឹងម៉ោងត្រឹមឡងនឹងគេពេលខែរដូវស្លឹកឈើទុំហ្នឹងព្រោះគេដើម្បីចង់ទៅឃើញទេសភាពដើមឈើហ្នឹងដូចខ្ញុំធ្លាប់និយាយវីដេអូមុនអីអញ្ចឹងថានៅខាងកាណាដានេះសវោដើមឈើសវោព្រៃភ្នំណាហើយដើមឈើផុសគេអស់នេះគេអត់មានកាប់ចោលទេគេទុកនៅអញ្ចឹងរហូតនឹងទុកដើម្បីមើលធ្វើទេសភាពផុសគេនេះអញ្ចឹងគេអត់មានកាប់ដើមឈើលើភ្នំគេចោលទេហើយដើមឈើអស់នេះហាប្រពេលខែលីវាទៅខែតកកមកវាដូចដើមងាប់អញ្ចឹងឃើញនៅសល់តែតងោលហ្មងតែទៅពេលខែក្តៅឡើងអញ្ចឹងឯនោះម៉ោង3បានទៅដល់ហើយទៅពេលអញ្ចឹងទៅអ្នកខ្លះគេចេញទៅអស់ហើយអញ្ចឹងនៅអាកន្លែង parking ចិត្តហ្នឹងវាមានចូលចតបានបើតាមធម្មតាវិញអត់មានចតបានទេកន្លែង parking នៅចិត្តហ្នឹងដល់ជិះទៅហួសឆ្ងាយ parking ទី3ទី4នោះហើយបានគេដឹកអូតូប៊ីសយើងចូលមកវិញតែសារនេះសំណាងបានចតនៅចិត្តពេលចត parking ហើយយើងក៏នាំគ្នាចុះដើរទៅមើលអ្នកដើរទៅនេះដើរទៅរកត្មងជួរគេដើម្បីឡើងជីកត្រកគេនេះឡើងលើភ្នំមួយជាន់កត្រកនេះបើយើងអត់ចង់ជិះក៏បានដែរយើងអាចដើរនឹងជើងក៏បានដែរតែយើងចង់ជិះវាលេងទៅអញ្ចឹងយើងត្រូវត្មងជួរឈរត្មងជួរគេហើយត្មងជួរនេះគឺលីងមនុស្សឈរត្មងជួរឡើងវែងវែងឈរចាំឡើងចង់កន្លះម៉ោងអីហើយសំពេលថ្ងៃដែលខ្ញុំទៅនឹងគឺវាក្តៅហងឈរត្មងជួររត់តែកន្លែងត្មងជួរនាំគ្នាចាំជីកត្រកនេះដើម្បីឡើងទៅឥឡូវគេឲ្យគេត្រកជួរទៅខ្ញុំក៏នៅឈរកន្លែងឡើងទៅលើឈរដើម្បីថតរូបហើយយើងត្រូវត្មងជួរពួកអីមនុស្សឈរហើយត្មងជួរមនុស្សគ្រប់គ្នានឹងទៅឡើងច្រើនក៏ទឹកក៏ដីអញ្ចឹងទៅចាំយូរផ្ទះទាំងផ្លូវផងហើយនៅចាំត្មងជួរឡើងជីកត្រកដើម្បីឡើងទៅលើភ្នំមួយជាន់ទី2នឹងផងពេលឡើងជិះអាកត្រកខ្សែរ៉តនេះគេអត់យកលុយទេអាកត្រកមួយជាន់ហ្នឹងជិះទៅទេក្រាតវីតអត់ត្រូវការបាយយេលុយអីដល់ពេលឡើងជិះអាមួយជាន់ផុតពីអាមួយទៀតបានយើងត្រូវបាយយេលុយទៅលើកំពូលភ្នំមកតែទៅសារនេះអត់ទេអត់បានឡើងជិះទៅអាចផុតជាន់ផុតទេព្រោះអីទៅរៀងអាស៊ីដែរហើយណាមួយទៀតក្មេងៗគេចង់ទៅជិះឡានប៉ណាំងនោះដូចអាក្បាលវីដេអូខ្ញុំដាក់ហ្នឹងតែពេលអញ្ចឹងទៅអត់បានទៅឡើងមួយជាន់ទៀតទៅអង្គុយចាំមើលក្មេងៗលេងតែឥឡូវយើងឡើងជិះក្នុងកត្រកទៅកត្រកហ្នឹងគេមានអាចជិះបានប្រមាណគីឡូអញ្ចឹងទៅតែយើងវារៀងទលាអញ្ចឹងដែរយើងចែកគ្នាជា2កត្រកទៅហើយខ្ញុំបានថតលយអញ្ចឹងឯណាតែពេលបានឡើងទៅដល់លើលែងហ៊ានថតខ្លួនឯងឲ្យគ្រូសាខ្ញុំគាត់អ្នកថតវិញអត់ហ៊ានមើលលេខ្លាចខ្ពស់ហ่ะតែបើគិតទៅមិនសូវខ្ពស់ហ្មងទេតែយើងខ្លាចយើងអត់ហ៊ានមើលអញ្ចឹងលឹបចូលទៅក្នុងកត្រកគេហ្នឹងទៅអានេះគ្រួសារខ្ញុំគាត់អ្នកកាន់ទូរស័ព្ទថតទៅអញ្ចឹងបានថតបានមើលទៅអត់សូវខ្ពស់ប្រហែលទេហើយមានអ្នកខ្លះគេអត់ដាក់គេអត់ជីកត្រកហ្នឹងគេសុកចិត្តដើរលេងទៅអ្នកឃើញគេមានកម្មចដើគេឲ្យយើងដើរតែក៏ប៉ុន្តែយើងមានក្មេងទូចហើយយើងចង់ប្រញាប់ឡើងទៅផងហើយណាមួយទៀតយើងចង់ជីកត្រកហ្នឹងលេងផងអញ្ចឹងក៏យើងឡើងជីកត្រកហ្នឹងគេទៅបើគេអ្នកអង្គហ្វមអីវិញនោះគេដើរហើយញ៉េមានទៅវែងហ្មងហើយមានទៅខ្ពស់ប្រហែលណាតែបើពេលទេសភាពពេលនេះនឹងមើលពីលើនឹងទៅឃើញស្អាតមែនតើនឹងក្រៅហិតតែស្អាតជាងនឹងទៅទៀតស្លឹកឈើដូរពណ៌ហ្នឹងមើលនៅក្នុងវីដេអូអត់សូវឃើញស្អាតទេដល់ពេលយើងឃើញផ្ទាល់បានរឹតតែស្អាតហ្មងមកត្រំឡងនេះភាគច្រើនគេទៅលេងនៅខែស្លឹកឈើជ្រុះហ្នឹងហើយនឹងខែតកក
ខែលីវាព្រោះបើគេទៅខែលីវាគឺដើម្បីទៅលេងស្គីនាំកូនចៅគេទៅលេងស្គីទៅគេមានចលងសម្រាប់លេងស្គីហើយនៅនឹងក៏មានសថាគារហើយអានេះពេលយើងចុះពីលើកន្ត្រកហ្នឹងទៅយើងក៏បានទៅដើរទៅលេងនៅតាមគេនេះគេអញ្ចឹងមើលមនុស្សហើយមនុស្សច្រើនអានេះយើងចង់ទៅត្មងជួរដើម្បីទៅទិញស្អីគេទិញពីយេដើម្បីឲ្យក្មេងៗឡើងជិះអាឡានប៉ណ្ណាំងពីលើមកនោះហើយខ្ញុំអាលីសអីនេះវ៉ាន់អត់បានជិះទេអត់ចង់ជិះអញ្ចឹងក៏នឹងអង្គុយចាំគេក្រោមនឹងទៅឲ្យគេឡើងទៅជិះអាកត្រកនឹងទៅហើយមើលនៅទេសភាពនេះដើមឈើពេលនៅលើហ្នឹងហើយទៅពេលថ្ងៃរះមកអូចាំងស្លឹកឈើនឹងឡើងស្អាតមែនតែនទេសភាពនេះពេលហើយឃើញផ្ទះអញ្ចេះអ្នកគ្រប់គ្នាសិតតែស្គាល់ហើយអ្នកនៅម៉ុងរ៉ាល់អ្នកនៅកាណាដាឃើញអញ្ចឹងក៏ដឹងថាសិតតែដឹងថានេះគឺនៅម៉ុងត្រាំឡង់ហើយព្រោះកន្លែងហ្នឹងកន្លែងសំខាន់មួយដែរទូរីសមួយដែរភិកច្រើនឲ្យតែគេមកលេងគេតែទៅលេងនៅហ្នឹងហើយនៅនឹងក៏គេមានអាហាងម៉ាកាសាំងគេទូលក់ស៊ូវីនីមានលក់ខោអាវលក់តុក្កតាលក់ចំណីចំណុកម្ហូបអីបន្តិចបន្តួចអញ្ចឹងទៅកាហ្វេ burger croissant អីតាមនឹងអញ្ចឹងដែរទៅណាហើយពីលើហ្នឹងដូចជាស្ថាគារអូតែលអីគេហ្នឹងមើលទៅខ្ញុំក៏មិនសូវដឹងច្បាស់ដែរព្រោះអីខ្ញុំមិនដែរបានទៅគេងលេងនៅហ្នឹងទេគ្រាន់តែបានទៅលេងពីខែស្លឹកឈើជ្រុះហ្នឹងអញ្ចឹងភ្ញៀវទូរីច្រើនណាគ្រប់ជាតិគ្រប់សាសនាំគ្នាទៅលេងនៅហើយបើគិតថាដើរវិញដើរ1ម៉ោង2ម៉ោងឲ្យវ៉ាន់មិនសប់ទេនៅលើភ្នំហ្នឹងណាព្រោះអីភ្នំហ្នឹងមាន2ជាន់ណាទៅសាននេះទៅបានតែ1ជាន់ទេព្រោះអីយើងទៅវារៀងអាស៊ីលដែរនោះអត់បានឡើងទៅជាន់លើជាន់ទៀតជីកត្រកឡើងទៅជាន់លើជាន់លើកពូលភ្នំនោះអាហ្នឹងយើងត្រូវទិញស្វិតវាឡើងជីកត្រកទៅលើនឹង1ជាន់ទៀតតែយើងអត់បានទៅយើងបាននៅតែ1ជាន់ឥឡូវអានេះដើរលេងអស់ហត់អស់ហើយដល់ម៉ោងត្រូវត្មងជួរដើម្បីចុះមកវិញមួយសាទៀតត្មងជួរទៀតតាំងមកគឺត្រូវត្មងជួរហ្មងត្មងជួរចុះមកវិញអានេះតែវាពេលរសៀលអញ្ចឹងវាអត់សូវក្តៅវារៀងល្អជាងអាពេលដែលយើងត្មងជួរពេលឡើងវាក្តៅថ្ងៃរសៀលថ្ងៃចិត្តលិចហើយចាំងជាមួយនឹងដើមឈើពណ៌ដូចមាសហ្មងស្អាតតាពេលម៉ោងយើងចេញមកវិញហ្នឹងក៏ប៉ុន្តែក៏នៅតែមានអ្នកនៅឡើងលើភ្នំនឹងបន្តទៀតដែរអ្នកខ្លះនៅដល់យប់ហ្មងនៅចាំមើលថ្ងៃលិចនៅលើភ្នំហ្នឹងហ្មងទេសភាពវាស្អាតងាយមានពីរចាំឲ្យជាផ្សេងអញ្ចឹងថ្ងៃទៅនោះវាមីកបើថ្ងៃល្អវាអត់ត្រជាក់អញ្ចឹងស្រួលដើរលេងអត់ត្រជាក់ក្បាលអីកាលហ្នឹងទំមអានជីបាត់អត់ផ្ទះវិញម៉ោង8ជាងយប់ព្រោះអីវាស្ទះផ្លូវពេលមកវិញនឹងផងនោះហ៎ហើយស្អែកឡើងទៅប្រញាប់ទៅធ្វើការធ្វើអីទៀតអញ្ចឹងអត់បាននៅទូគេទេមើលនៅកន្លែង parking នៅឡានចតឡើងពេញឡើយនឹងអត់មានទាន់អស់មនុស្សទេនៅដើរលេងឆ្វេងឆ្វាតនៅនឹងអញ្ចឹងពេញទៀតពេលចុះបានមកវិញអញ្ចឹងទៅយើងក៏រពោសេបន្តិចទៅនេះបើទីសាងនេះរពោសេនេះឡើងអង្គុយលើដុំថ្មនឹងហើយឲ្យយើងថតវីដេអូថតរូបឲ្យគេធ្វើដៃគេធ្វើមុខមើលទៅតំណងផកគេហ្មងអានេះមិនមែនយើងចង់ឲ្យគេថតទេគេអ្នកសុំឲ្យយើងថតឲ្យគេវិញអស់ចាហ្មងគេចាំសោះហ្នឹងអានេះទេសភាពនៅតាមផ្លូវនៅពេលយើងមកវិញនឹងឯងទេសភាពស្អាតថ្ងៃដែលខ្ញុំទៅមកត្រំឡំហ្នឹងដូចជាចំថ្ងៃ15ការផ្លូវហ្នឹងមកវិញញោះលោកខែរះឡើងប៉ុណ្ណានៃចំកដាលផ្លូវហ្នឹងហ្មងនេះឡើងភ្លឺហ្មងតាមផ្លូវហ្នឹងអូខេហ្នឹងហើយវីដេអូទៅលេងមកត្រំឡំមានតែប៉ុណ្្នឹងឯងអរគុណច្រើនដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់គាត់តែចង់បញ្ជាក់ប្រាប់បងប្អូនថាទេសភាពនៅខែរដូវស្លឹកឈើជ្រុះនៅខាងកាណាដានេះវាស្អាតចឹងឯងអរគុណច្រើនជម្រាបលាបាយបាយ Oh my god ប្រែអត់មានអេស៊ីតេសោះចឹងធ្លាក់ហើយហ៎មិន Let's go មិនអីបាទអាឡេ go អត់តែអត់មានមើលមុខម៉ែសោះ